ในក្នុងវីដេអូនេះយើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិនិងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រព័ន្ធបាញ់រ៉ុកកាត់ពហុបំពង់ PAL-03 ឬ Multiple Line Rocket System ដែលជាអាវុធគ្រប់គ្រងកំភ្លើងរយៈចម្ងាយឆ្ងាយដ៏មានឥទ្ធិពលមួយរបស់កងយោធពលកាមេរ៉ាភូមិន្ទ PAL-03 គឺជាប្រព័ន្ធបាញ់រ៉ុកកាត់ពហុបំពង់ឬក៏ Multiple Line Rocket System ឬហៅម្យ៉ាងទៀតថា MLRS ដែលបានផលិតដោយប្រទេសចិនវាត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារគោលដៅរយៈចម្ងាយឆ្ងាយដែលប្រើប្រាស់កម្លាំងកំភ្លើងនិងការបំផ្ទុះដ៏សន្ធឹកសន្ធាប់ក្នុងរយៈពេលខ្លីប្រព័ន្ធនេះត្រូវបានគេចាត់ទុកថាជាអាវុធកាំភ្លើងធំទំនើបមួយដែលអាចបង្កើតការបំផ្លិចបំផ្លាញទៅលើផ្ទៃដីទំហំធំនិងមានតួនាទីសំខាន់នៅក្នុងសង្គ្រាមសម័យទំនើបយើងងាកមកដឹងពីប្រវត្តិរបស់ PAL-03នៅចុងទសវត្សរ៍ឆ្នាំ 1990 កងទ័ពចិនបានសិក្សាអំពីប្រព័ន្ធបាញ់រ៉ុកកាត់របស់ប្រទេសធំៗជាច្រើនជាពិសេសប្រព័ន្ធ BM-30 Smerch របស់អតីតសហភាពសូវៀតដែលមានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយនិងមានការបំផ្លិចបំផ្លាញខ្លាំងក្រោយពីការសិក្សានិងការវិវត្តជាច្រើនឆ្នាំប្រទេសចិនបានបង្កើតនៅ PAL-03 ដែលជាប្រព័ន្ធរ៉ុកកាត់ 300 មីលីម៉ែត្រមានបំពង់បាញ់ចំនួន 12 វាត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកងទ័ពរំដោះប្រជាជនចិននៅដើមទសវត្សរ៍ឆ្នាំ 2000 ហើយក្រោយមកត្រូវបាននាំចេញទៅក្រៅប្រទេសមួយចំនួនរួមទាំងកម្ពុជាផងដែរប្រទេសចិនបានផ្ដល់នូវប្រព័ន្ធរ៉ុកកាត់ PAL-03 មកដល់ប្រទេសកម្ពុជានៅក្នុងខែឧសភាឆ្នាំ 2022 ហើយមានប្រភពព័ត៌មានយោធាជាច្រើនបានរាយការណ៍ថាកងទ័ពកម្ពុជាបានទទួលបានយ៉ាងហោចណាស់6គ្រឿងនិង PAL-03 រួមជាមួយនឹងរថយន្តគាំទ្រផ្សេងៗពីប្រទេសចិនសម្រាប់កម្ពុជាការទទួលបាននៅ PAL-03 ត្រូវបានគេចាត់ទុកថាជាជំហានដ៏សំខាន់មួយនៅក្នុងការធ្វើពាណិជ្ជកម្មកម្លាំងកំភ្លើងធំប្រព័ន្ធនេះបានបង្កើតនូវសមត្ថភាពការវាយប្រហាររយៈចម្ងាយឆ្ងាយនិងបង្កើតអំណាចទប់ស្កាត់យោធារបស់ប្រទេស PAL-03 បានបំពាក់នូវអាវុធដូចជា Multiple Line Rocket System ឬ MLRS ប្រព័ន្ធបាញ់រ៉ុកកាត់ពហុបំពង់ដែលផលិតដោយសាធារណរដ្ឋប្រជាមានិតចិនរ៉ុកកាត់មានទំហំរហូតដល់ 300 មីលីម៉ែត្រនិងមានទម្ងន់ជាង 800 គីឡូក្រាមនិងមានចំនួន 12 បំពង់ PAL-03 បានដាក់នៅលើរថយន្តយោធា 8x8 ដែលមានកម្លាំងប៉ាស៊ីន horsepower រហូតដល់ 500 HP ដែលមានប្រវែងប្រហែល 12 ម៉ែត្រនិងទម្ងន់ 43 តោនវាអាចបើកបរបានល្បឿនរហូតដល់ 60 គីឡូម៉ែត្រនៅក្នុង1ម៉ោងនិងមានចម្ងាយធ្វើដំណើរប្រហែល 650 គីឡូម៉ែត្រដោយមិនបាច់ចាក់ប្រេងបន្ថែមនេះអនុញ្ញាតឲ្យវាផ្លាស់ទីបានលឿនបន្ទាប់ពីបាញ់រួចដកចេញពីទីតាំងភ្លាមៗដើម្បីជៀសវាងការវាយប្រហារនិងវាយបកពីសត្រូវ PAL-03 អាចបាញ់រ៉ុកកាត់ចំនួន 12 គ្រាប់ក្នុងពេលតែមួយដែលចំណាយពេលប្រហែល 38 វិនាទីប៉ុណ្ណោះនេះមានន័យថាក្នុងរយៈពេលមិនដល់ 1 នាទីផង PAL-03 អាចបញ្ចេញរ៉ុកកាត់ទាំងអស់ទៅគោលដៅបានយ៉ាងឆាប់រហ័សPAL-03 មិនមែនគ្រាន់តែជាកាំភ្លើងរ៉ុកកាត់ធម្មតាទេវាមានប្រព័ន្ធគ្រប់គ្រងការបាញ់ឌីជីថលទំនើបកុំព្យូទ័រគណនាគន្លងហោះហើររបស់រ៉ុកកាត់ប្រព័ន្ធកំណត់ទីតាំង GPS ប្រព័ន្ធរករក INS ប្រព័ន្ធទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលបញ្ជាការដោយសារបច្ចេកវិទ្យាទំនើបទាំងនេះ PAL-03 អាចទទួលបានព័ត៌មាននិងគោលដៅនិងគណនាមុំបាញ់បានយ៉ាងលឿននិងមានភាពត្រឹមត្រូវនិងខ្ពស់ជាងប្រព័ន្ធរ៉ុកកាត់ចំនួនចាស់ប្រភេទរ៉ុកកាត់ PAL-03 អាចប្រើប្រាស់រ៉ុកកាត់ជាច្រើនប្រភេទដូចជារ៉ុកកាត់បំផ្ទុះធម្មតាដោយប្រើសម្រាប់ការវាយប្រហារកងទ័ពនិងសំណង់និងទីតាំងការពារ 2. រ៉ុកកាត់បែកជាគ្រាប់តូចៗប្រភេទរ៉ុកកាត់បំបែកជាគ្រាប់តូចៗនៅពេលទៅដល់គោលដៅវាបញ្ចេញគ្រាប់តូចៗជាច្រើនដើម្បីគ្របដណ្ដប់នៅលើតំបន់ធំរ៉ុកកាត់ប្រឆាំងរថក្រោះប្រភេទរ៉ុកកាត់ប្រឆាំងរថក្រោះរចនាឡើងសម្រាប់ការវាយប្រហារយានយន្តផ្ទះដែកនិងរថក្រោះរ៉ុកកាត់បញ្ជាដោយប្រព័ន្ធរុករកប្រភេទរ៉ុកកាត់បញ្ជាដោយប្រព័ន្ធរុករកមានភាពត្រឹមត្រូវខ្ពស់ជាងរ៉ុកកាត់ធម្មតាចម្ងាយបាញ់ចំណុចខ្លាំងបំផុតរបស់ PAL-03 គឺចម្ងាយបាញ់ដែលអាស្រ័យទៅលើប្រភេទរ៉ុកកាត់វាអាចបាញ់បានចម្ងាយរហូតដល់ 70 គីឡូម៉ែត្រទៅដល់ 150 គីឡូម៉ែត្រនេះមានន័យថា PAL-03 អាចវាយប្រហារគោលដៅនៅចម្ងាយឆ្ងាយខ្សែប្រយុទ្ធដោយមិនបាច់ចូលទៅជិតតំបន់ដែលមានគ្រោះថ្នាក់ទំហំនៃការបំផ្លាញសូមស្រមៃមើលថារ៉ុកកាត់12គ្រាប់ទំហំ 300 មីលីម៉ែត្រត្រូវបានបាញ់ចេញនៅក្នុងពេលតែមួយតែ 30 វិនាទីការវាយប្រហារមួយលើកអាចគ្របដណ្ដប់លើផ្ទៃដីរាប់សិបហិកតានិងបង្កើតសម្ពាធផ្លូវចិត្តយ៉ាងណាខ្លះទៅដល់សត្រូវគោលដៅដែល PAL-03 អាចវាយប្រហារបានរួមមានមូលដ្ឋានយោធាឃ្លាំងអាវុធទីបញ្ជាការស្ថានីយ៍រ៉ាដាអ
កាសយានដ្ឋានយោធាទីតាំងប្រមូលផ្ដុំកងទ័ពប្រព័ន្ធការពារដែនអាកាសគោលការណ៍សំខាន់របស់ PL03 គឺបាញ់ផ្លាស់ទីបន្ទាប់ពីបាញ់ចប់ប្រព័ន្ធអាចចាក់ចេញពីទីតាំងយ៉ាងឆាប់រហ័សដើម្បីជៀសវាងពីការតបពីសត្រូវវិធីសាស្ត្រនេះអាចធ្វើឲ្យការរុករកនិងការវាយប្រហារតបតាមប្រព័ន្ធរ៉ាដារបស់សត្រូវកាន់តែពិបាកទូនាទីនៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទសម្រាប់កម្ពុជា PAL03 មានទូនាទីសំខាន់នៅក្នុងការពង្រឹងសមត្ថភាពការពារជាតិវាអាចគ្រប់គ្រងប្រតិបត្តិការកងទ័ពជើងគោកការពារតំបន់យុទ្ធសាស្ត្របង្កើតអំណាចទប់ស្កាត់ការវាយប្រហារគោលដៅរយៈចម្ងាយឆ្ងាយដែលមិនបាច់ប្រើយន្តហោះការមានប្រព័ន្ធបាញ់រ៉ុកកាតចម្ងាយឆ្ងាយបែបនេះធ្វើឲ្យកម្ពុជាមានសមត្ថភាពឆ្លើយតបទៅនឹងការពារផលប្រយោជន៍ជាតិបានយ៉ាងប្រសើរសេចក្តីសន្និដ្ឋានសរុបមក PL03 គឺជាប្រព័ន្ធរ៉ុកកាតពហុបំពង់ធុនធ្ងន់ដែលមានបំពង់បាញ់ចំនួន12ដែលប្រើរ៉ុកកាតទំហំ300មីលីម៉ែត្រនិងការវាយប្រហារគោលដៅរយៈចម្ងាយឆ្ងាយលើសពី100គីឡូម៉ែត្រវាមានប្រព័ន្ធគ្រប់គ្រងការបាញ់ទំនើបអាចបាញ់បានយ៉ាងឆាប់រហ័សនិងមានអំណាចបំផ្លិចបំផ្លាញខ្លាំងនៅលើផ្ទៃដីទំហំធំសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទ PL03 គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់មួយដែលជួយពង្រឹងសមត្ថភាពការពារជាតិនិងបង្កើតអំណាចទប់ស្កាត់នៅក្នុងតំបន់សូមអរគុណសម្រាប់ការទស្សនាសូមជួយចុច Subscribe Like និងទទួលបាននូវវីដេអូថ្មីៗ